ជនសង្ស័យ7នាក់ពាក់ព័ន្ធបណ្ដាញឆបោកអនឡាញត្រូវបានអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនទៅតុលាការរួមនឹងវត្ថុតាងជាច្រើនសន្ធឹកសន្ធាប់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន7នាក់ក្នុងនោះមានជនជាតិចិន6នាក់និងជនជាតិចិនតៃវ៉ាន់1នាក់រួមជាមួយវត្ថុតាងជាច្រើនទៅកាន់សាលាដំបងខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធីច្បាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ប្រតិបត្តិការនេះអនុវត្តក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមស្នេហ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកម៉ាងស៊ីណេតអភិបាលខេត្តព្រះសីហនុព្រមទាំងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមស្នេហ៍ត្រីហេងប៊ុនទីទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុនៅវេលាម៉ោង3:00នាទីថ្ងៃទី6ខែកក្កដាឆ្នាំ2026កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសដឹកនាំដោយលោកវរៈស្នេហ៍តូសួរសនប្រធានមន្ទីរនឹងមានការសម្របសម្រួលនីតិវិធីពីលោកវុទ្ធសាវីព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងខេត្តព្រះសីហនុបានបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការបន្ទាប់ពីបង្ក្រាបបាននៅផ្ទះវិឡាមួយកន្លែងស្ថិតនៅក្នុងភូមិមួយសង្កាត់មួយក្រុងព្រះសីហនុវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានកុំព្យូទ័រយួរដៃ5គ្រឿងទូរស័ព្ទដៃសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពអនឡាញ690គ្រឿងទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន10គ្រឿង SIM កាតនិងខ្សែសាកមួយចំនួនឧបករណ៍ Wi-Fi 3គ្រឿងនិងខ្សែភ្ជាប់មួយចំនួនលិខិតឆ្លងដែន6ច្បាប់សៀវភៅការងារជនបរទេស12ក្បាលការធនាគារ7សន្លឹកឯកសារពាក់ព័ន្ធមួយចំនួនព្រមទាំងកិច្ចសន្យាបានចេញចូលហុងកុងម៉ាកាវបានបើកបរអត្តសញ្ញាណប័ណ្ណនិងប័ណ្ណប្រជាពលរដ្ឋម៉ូតូអាគុយមួយគ្រឿងម៉ាក TACT ពណ៌ខ្មៅគ្មានស្លាកលេខគ្រឿងអលង្ការលោហៈធាតុពណ៌សមួយចំនួនរួមមានខ្សែកចិញ្ចៀននិងខ្សែដៃចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ